สวัสดีครับអ្នកទាំងអស់គ្នាមកកាន់កម្មវិធី podcast ណាចាក់តារានិកកម្មវិធីមួយនេះនឹងនាំលោកអ្នកទៅស្វែងយល់អំពីអាចកម្បាំងរបស់តារានិកទាំង12កម្មវិធីរបស់យើងអាចដំណើរការទៅបានដោយសារតែមានអ្នកឧបត្ថម្ភកម្មវិធីដោយសាប៊ូកោសកម្ចាត់ប្រេងនៅអង្គែ Dental មានសារធាតុធម្មជាតិជួយថែបំពន់ដល់ស្បែកក្បាលបង្ការនិងកម្ចាត់ផ្សិតសម្រាប់ស្បែកក្បាលមានអង្គែនិងរមាស់ជួយកាត់បន្ថយខ្លាញ់ញើសនៅលើស្បែកក្បាលធ្វើឲ្យសក់រឹងមាំភ្លឺរលោងនិងរលាស់បានល្អក្លិនស្រស់ស្រាយប្រើបានទាំងនារីនិងបុរសចង់បំបត្តិកន្ទួលរមាស់នៅលើស្បែកក្បាលនិងសក់ឡើងប្រេងសាកល្បងប្រើសាប៊ូកោសកម្ចាត់ប្រេងនៅអង្គែ Dental នេះបានសាប៊ូដកខ្លួន Dental Body Clear ជាប្រភេទសាប៊ូ gel មានសារធាតុក្នុងការថែរក្សាស្បែកលាងសម្អាតធូលីកខ្វក់ខ្លាញ់ញើសប្រចាំថ្ងៃថែមទាំងផ្ដល់សំណើមដល់ស្បែកធ្វើឲ្យស្បែកទន់ភ្លឺរលោងដូចទារកក្លិនក្រអូបមិនឈួរខ្លាំងប៉ះពាល់ដល់អារម្មណ៍ប្រើបានទាំងនារីនិងបុរសចង់បានស្បែកទន់ស្អាតភ្លឺរលោងទំនុកចិត្តការឡើងទ្វេដងសាកល្បងប្រើ Dental Body Clear ឥឡូវនេះផឹកកាហ្វេមិនចង់ឲ្យប្រឡាក់មាត់កែវពាក់ម៉ាស់មិនចង់ឲ្យប្រតាក់សាកល្បងប្រើក្រែមលាបមាត់ Dental Black Truffle រូបមន្តជាប់ល្អមិនប្រតាក់ពណ៌ស្ងួតលឿននិងជាប់បានយូរចង់បានបបោមាត់ទន់ស្រស់ស្អាតពេញមួយថ្ងៃនឹងសិក្សាប្រើ Dental Black Truffle ឥឡូវនេះមកចេះអ្នកទាំងអស់គ្នារយៈពេលដែលអ្នកអស់គ្នាតាមដានកម្មវិធី podcast ណាចាត់តារានិកតែអ្នកអស់គ្នាបានសិក្សាពីគេខ្លះដូចជាសប្តាហ៍មុនខ្ញុំបានចេញជាមួយនឹងអេពីសូតរបស់ Tora High អញ្ចឹងបើសិនអ្នកអស់គ្នាមានបំណងឬមួយអ្នកនរគ្នាមានការដែលថាចង់ comment ចង់អីចង់រីគុណចង់ស្ថាបនាអីចឹងអ្នកនរគ្នាអាច comment នៅក្រោមវីដេអូបានអញ្ចឹងដូចសពមួយដងអញ្ចឹងគឺនៅពេលនេះខ្ញុំនឹងលើកយកទៅជាមួយនឹងប្រធានបទថ្មីមួយយកមកនិយាយទៀតហើយគឺប្រធានបទក្រុមតារានិក Virgo អ្វីដែលខ្ញុំមើលឃើញនៅលើ social media មួយរយៈពេលហ្នឹងគឺគេចាច់ Virgo មូលហេតុអ្វីទើបអ្នកទាំងអស់គ្នាអត់គួរ date ជាមួយនឹងតារានិក Virgoនោះមួយនេះបើសិនជាតាមអ្វីដែលខ្ញុំធ្លាប់ឆ្លើយកន្លងមកអ្នកទាំងអស់គ្នាតារានិក Virgo គឺជាមនុស្សដែលមានភាពចាស់ទុំនៅក្នុងខ្លួនច្រើនមានភាពស្កុតសង្គមក៏ដូចជាអារម្មណ៍របស់ពួកគាត់រៀងនឹងណជាងតារានិកទាំង12ផ្សេងទៀតប៉ុន្តែ mostly តារានិក Virgo ជាតារានិកមួយបើសិនជាយើងនិយាយទៅរឹងក្រៅទុនក្នុងគឺជាមនុស្សដែលគាត់ឆាប់ចិត្តទុនមែនតើហើយបើសិនជាយើងនិយាយសួរស្ដាប់ទៅមនុស្សស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងគឺពួកគាត់ងាយរងនឹងការប៉ះទង្គិចផ្លូវចិត្តខ្លាំងមែនតើតម្រាំតែ Virgo គាត់ដើរដល់ចំណុចមួយដែលពួកគាត់ក្បត់អ្នកទាំងអស់គ្នាគឺគាត់បានសិក្សាស្វែងយល់ពីតំណែងមួយនឹងហើយទៅគាត់ហ៊ានក្បត់អ្នកទាំងអស់គ្នាមនុស្ស Virgo នៅពេលដែលស្រឡាញ់គឺពួកគាត់ស្រឡាញ់ចេញពីចិត្តពួកគាត់ស្រឡាញ់ដោយមិនចាំបាច់គិតពីអ្វីទាំងអស់អត់ខ្វល់ទេថាអ្នកទាំងអស់គ្នាមានប្រវត្តិបែបណាធ្លាប់ធ្វើអីអ្នកណាអីចាំមួយចុះពីទៅគឺគាត់អត់ខ្វល់ទាំងអស់តែម្ដងជាតារានិកមួយដែលមិនខ្វល់ច្រើនទេពីអតីតកាលរបស់ដៃគូប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលមួយបើសិនជាអ្នកទាំងអស់គ្នាហ៊ានធ្វើឲ្យគាត់មានអារម្មណ៍មួយថាយូរទៅអ្នកទាំងអស់គ្នាកាន់តែមិនមែនជាថែបរបស់គាត់អូខេកាន់តែកុហកគាត់ចង់បាន attention ពីគាត់ចេះមួយចុះពីអ្នកនរគ្នាបខំគាត់លេចកាត់ជើងដបងឲ្យគាត់ធ្វើតាមអីចឹងហ្នឹងហើយ Virgo គឺគាត់អត់នៅជាមួយទេហើយ specially គឺ Virgo គាត់ក៏ជាតារានិកមួយដែលផ្ទុយពីតារានិកផ្សេងៗទៀតដូចគ្នាដែរបើសិនជាអ្នកនរគ្នាខ្លះគាត់មើលឃើញថា Virgo ជាក្រុមតារានិក introvert អ្នកនរគ្នាគិតខុសហើយពួកគាត់នេះគឺ extrovert អូខេដោយសារតែដំបងបើសិនអ្នកនរគ្នាជួបគាត់នៅក្នុងន័យជាមិត្តភាពសិនជួបគាត់នៅក្នុងន័យជាមិត្តភាពបើសិនជាឃើញគាត់នៅក្នុង social media ផ្សេងនៅក្រៅផ្សេងចឹងណាអានោះវាមានន័យថាអ្នកទាំងអស់គ្នាកំពុងតែសិក្សាពី Virgo តន់ច្បាស់ហើយអញ្ចឹងស្គាល់ Virgo តិចទៀតប្រយ័ត្ន Virgo 9អ្នកទាំងអស់គ្នាឈួតមើលអត់ជាគ្រាន់ប្រាប់ទេមានមិត្តភក្តិចិត្តតារានិក Virgo ពួកគាត់នេះណែនាំអ្នកទាំងអស់គ្នាឲ្យដើរផ្លូវល្អក៏មានហើយពេលខ្លះទៅពួកគាត់វាថាជាមិត្តដែលរួមសុខរួមទុក្ខជាមួយអ្នកទាំងអស់គ្នាក៏មានដូចគ្នាដែរហើយអត់ខ្វះទេអ្នកដែលគាត់មានតំណែងជាមួយនឹង Virgo ហើយគាត់យល់ហ្មងថា Virgo គាត់គឺជាមនុស្សប្រភេទណាបើសម្រាប់ខ្ញុំវិញខ្ញុំមាន best friend ជា Virgo ម្នាក់ដូចគ្នាដែរហើយតំណែងរបស់ពួកយើងគឺជា10ឆ្នាំហើយដែលគាត់ផ្ទាល់គឺគាត់យល់ពីខ្ញុំបានច្រើនខ្លាំងមែនតើច្រើនជាងតារានិកផ្សេងទៀតណាហើយនៅពេលដែលខ្ញុំដើរផ្លូវខុសអីចឹងគឺគាត់តែងតែតម្រង់ទិសឲ្យខ្ញុំត្រូវជានិច្ចហ្មងហើយបើសិនជាអ្នកនរគ្នាមានមិត្តភក្តិជាតារានិក Virgo ដូចខ្ញុំដែរអ្នកទាំងអស់គ្នាកុំភ្លេច comment ប្រាប់ខ្ញុំនៅខាងក្រោមវីដេអូនេះផងដើម្បីឲ្យវាថាបងទស្សនិកជនផ្សេងទៀតគឺគាត់យល់ពី Virgo ដូចគ្នាដែរអញ្ចឹងណាជប់អ្នកនរគ្នាកុំតាន់អាទៅណាដូចសពមួយដងអញ្ចឹងតិចទៀតហ្នឹងគឺយើងនឹងនិយាយស៊ីត្រាអំពីតារានិក Virgo តទៀតឥឡូវខ្ញុំសូមពេលវេលាសម្រាប់តិចសិនដើម្បីជួបជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីសាប៊ូកោសកម្ចាត់ប្រេងនៅអង្គែ Dental មានសារធាតុធម្មជាតិជួយថែបំពន់ដល់ស្បែកក្បាលបង្ការនិងកម្ចាត់ផ្សិតសម្រាប់ស្បែកក្បាលមានអង្គែនិងរមាស់ជួយកាត់បន្ថយខ្លាញ់ញើសនៅលើស្បែកក្បាលធ្វើឲ្យសក់រឹងមាំភ្លឺរលោងនិងរលាស់បានល្អក្លិនស្រស់ស្រាយប្រើបានទាំងនារីនិងបុរសចង់បំបត្តិកន្ទួលរមាស់នៅលើស្បែកក្បាលនិងសក់ឡើងប្រេងសាកល្បងប្រើសាប៊ូកោសកម្ចាត់ប្រេងនៅអង្គែ Dental នេះបានសាប៊ូដកខ្លួន Dental Body Clear ជាប្រភេទសាប៊ូ gel មានសារធាតុក្នុងការថែរក្សាស្បែកលាងសម្អាតធូលីកខ្វក់ខ្លាញ់ញើសប្រចាំថ្ងៃថែមទាំងផ្ដល់សំណើមដល់ស្បែកធ្វើឲ្យស្បែកទន់ភ្លឺរលោងដូចទារកក្លិនក្រអូបមិនឈួរខ្លាំងប៉ះពាល់ដល់អារម្មណ៍ប្រើបានទាំងនារីនិងបុរសចង់បានស្បែកទន់ស្អាតភ្លឺរលោងទំនុកចិត្តការឡើងទ្វេដងសាកល្បងប្រើ Dental Body Clear ឥឡូវនេះផឹកកាហ្វេមិនចង់ឲ្យប្រឡាក់មាត់កែវពាក់ម៉ាស់មិនចង់ឲ្យប្រតាក់សាកល្បងប្រើក្រែមលាបមាត់ Dental Black Truffle រូបមន្តជាប់ល្អមិនប្រតាក់ពណ៌ស្ងួតលឿននិងជាប់បានយូរចង់បានបបោមាត់ទន់ស្រស់ស្អាតពេញមួយថ្ងៃនឹងសិក្សាប្រើ Dental Black Truffle ឥឡូវនេះ
សម្រាប់តំណែងគូស្នេហ៍ដែលខ្ញុំមើលឃើញទៅលើតារានិករ Virgo ដែលគាត់តាក់ទងគ្នាអត់សូវម៉ាច់គ្នាមានតារានិករ Virgo ជាមួយនឹង Aries អាចនឹង toxic ច្រើនប៉ុន្តែក៏មានគូច្រើនដូចគ្នាដែលគេជំនះឧបសគ្គមួយគ្នាអ្នកខ្លះបែកគ្នាឡើងប្រហែលឆ្នាំហើយត្រឡប់មកត្រូវគ្នាវិញអីចឹងទៅហើយ Virgo ជាមួយនឹង Sagittarius អានេះរបៀបហ្នឹងថាពេលស្រឡាញ់ដំបងផ្ការីកគ្រប់រដូវហ្មងយូរទៅគឺយ៉ាផ្កាហ្នឹងវាឆេះតាមភ្លើងវាអញ្ចឹងលើកលែងតារានិករ Leo មួយដោយសារតែ Virgo បើសិនជាយើងនិយាយសួស្អាប់ទៅគឺពួកគាត់ជាមនុស្សខូចដែរអញ្ចឹងនៅពេលដែលប៉ះជាមួយនឹងក្រុមតារានិករ Leo ប៉បភ្លាមអ្នកទាំងអស់គ្នាកុំសង្ឃឹមថាកិច្ចពី Leo ផុតអីសោះដោយសារតែ Leo គឺគាត់ឆ្លាតដូចគ្នាដែរហើយបើសម្រាប់អ្នកដែលម៉ាត់ជាមួយនឹង Virgo ផ្សេងទៀតដូចជាក្រុមធាតុទឹកមាន Scorpio ក្រុមធាតុខ្យល់អាចនឹងមានជាក្រុមតារានិករ Libra ហើយនិង Gemini ហើយបើសិនជាក្រុមធាតុដីគ្នាគាត់វិញភាគច្រើនមាន Capricorn Taurus គឺអត់សូវម៉ែនេះដោយសារតែភាគច្រើនពួកគាត់ ego ខ្ពស់ដូចគ្នាចឹងទៅពេលដែលតាក់ទងគ្នាវារៀងប្អូសពេលវេលារបស់ពួកគាត់បន្តិចហ្នឹងហើយបើសិនជាយើងមើលទៅលើចំណុចមួយចំនួនទៀតដែលភាគច្រើន Virgo គាត់មាន best friend ហ្មងណា best friend របស់គាត់អាចនឹងជាក្រុមតារានិករធាតុភ្លើងដូចគ្នា especially គឺ Aries ឬមួយក៏ក្រុមតារានិករ Taurus អីហ្នឹងឯងដែលជាមិត្តល្អរបស់ពួកគាត់ហ្នឹងហើយបើសិនជាយើងកលេចមកមើលមួយជ្រុងធំរបស់តារានិករ Virgo វិញភាគច្រើន Virgo គឺជាមនុស្សដែលមាន talent ឬមួយក៏ជាមនុស្សដែលមានទេពកោសល្យខ្ពស់ប៉ុន្តែលាក់ជួនកាលទៅអ្នកខ្លះគាត់លាក់អ្នកខ្លះទៅរបៀបថាជាម្ចាស់ហាងម្ចាស់ក្រុមហ៊ុនធំៗប៉ុន្តែអត់ចេះអួតទេនិយាយទៅគឺនៅមកកន្លែងតែងខ្លួនសាមញ្ញធម្មតាប៉ុន្តែមួយបើច្បាស់លាស់អញ្ចឹងណាសូម្បីតែតំណែងក៏ដោយបើសិនអ្នកនរគ្នាចង់ពាក់ចិញ្ចៀនជាមួយនឹងតារានិករ Virgo តើអ្នកទាំងអស់គ្នាផ្ទាល់ហ្នឹងណា make sure ថាអ្នកទាំងអស់គ្នាមិនមែនជាមនុស្ស toxic ទេយល់អត់ពីព្រោះអី Virgo គឺគាត់ជ្រើសរើសមនុស្សណាដែលចូលមកក្នុងជីវិតរបស់គាត់ធ្វើឲ្យជីវិតរបស់គាត់ភ្លឺស្វាងមិនមែនចូលមកដើម្បីគ្រប់គ្រងដើម្បីធ្វើជាម្ដាយរបស់គាត់ទេយល់ទេហើយបើចំពោះ energy ភាគច្រើនសំណួរ main point ធម្មពលដូចខ្ញុំនិយាយប្រាប់មុនហ្នឹងអញ្ចឹង Virgo គាត់ក្បត់គឺដោយសារតែអារម្មណ៍របស់អ្នកទាំងអស់គ្នាដោយផ្ទាល់ធ្វើឲ្យគាត់ប៉ះដល់ថាគាត់អត់មានតម្លៃអីតទៀតឬមួយក៏អារម្មណ៍របស់អ្នកទាំងអស់គ្នាវាប៉ះទង្គិចផ្លូវចិត្តរបស់គាត់ខ្លាំងពេកទើបគាត់សម្រេចចិត្តក្បត់ហើយពេលដែល Virgo ក្បត់ណាអត់ឲ្យអ្នកទាំងអស់គ្នាដឹងទេមកជំហានខ្លីទូចបំផុតហ្នឹងណាទល់មុខអ្នកទាំងអស់គ្នាក៏គាត់អាចក្បត់បានដែរវាយតែសញ្ញោភ្នែកប៉បភ្លាមក្បត់បានបាត់វាអញ្ចឹងអ្នកទាំងអស់គ្នាគិតគូរឲ្យបានច្បាស់មែនតើតាក់ទងជាមួយនឹង Virgo តអ្នកទាំងអស់គ្នាឆ្លាតដូចគ្នាដែរព្រោះអី Virgo គាត់ស្រឡាញ់មនុស្សឆ្លាតត្រូវឆ្លាតជាងគាត់ផងមនុស្សហ្នឹងណាបើសិនជាគាត់ជាមនុស្សស្រីវិញគាត់គឺជាមនុស្សដែររបៀបថាសម្បូរទៅដោយល្បិចប្រាជ្ញាខ្ពស់បើមនុស្សប្រុសវិញតតែអ្នកទាំងអស់គ្នាដោយផ្ទាល់អ្នកទាំងអស់គ្នាត្រូវតែជន់កែងគាត់ឲ្យបានដោយសារតែតារានិករ Virgo ផលភាគច្រើនគឺគាត់រៀងប្រើស្តិសម្បញ្ញៈខ្ពស់នៅក្នុងការដែលស្រឡាញ់ខ្លួនឯងជ្រុលខ្លាំងពេកអញ្ចឹងអ្នកណាគេចង់ចូលក្បែរតារានិករ Virgo ផលរៀងពិបាកតិចហើយនិយាយទៅគេខ្មើបែប heal អូខេ no man point ធំមួយទៀតហ្នឹងគឺសួរថាតើធ្វើបែបណាដើម្បីកុំឲ្យតារានិករ Virgo ក្បត់អ្នកទាំងអស់គ្នាបានតាមពិតទៅសំណួរត្រង់កន្លែងនេះអ្នកទាំងអស់គ្នាគួរតែសួរខ្លួនឯងមកវិញថាអ្នកទាំងអស់គ្នាអាចធ្វើឲ្យគាត់មានអារម្មណ៍ថាគ្រប់គ្រាន់អត់ពីព្រោះអី Virgo បើសិនជាអ្នកទាំងអស់គ្នាធ្វើឲ្យគាត់មានអារម្មណ៍ថាគ្រប់គ្រាន់ណាខ្ញុំប្រាប់អ្នកទាំងអស់គ្នាទៅពិភពលោករបស់គាត់គឺបកគលជូនអ្នកទាំងអស់គ្នាទាំងអស់តែម្ដងពាក្យហ្នឹងណាគេក៏ចេះនិយាយដែរបងប៉ុន្តែចំពោះ Virgo មួយតតែអ្នកទាំងអស់គ្នាដោយផ្ទាល់អ្នកទាំងអស់គ្នាបង្ហាញឲ្យគាត់ឃើញវិញថាអ្នកទាំងអស់គ្នាមិនមែនជាមនុស្សដែលកុហកគាត់ទេបើគាត់កុហកអ្នកទាំងអស់គ្នាបានណាប៉ុន្តែអ្នកទាំងអស់គ្នាកុហកគាត់មិនបានណាមនុស្សហ្នឹងគឺយកមនាលដីឡើយកុំកុហកគាត់នៅពេលដែលកុហកគាត់គឺអ្នកទាំងអស់គ្នានឹងទទួលបានការកុហក 180% មកវិញហើយអញ្ចឹងកុំកុហកអីអ្នកទាំងអស់គ្នាធ្វើអីក៏ធ្វើទៅតាមចិត្តរបស់ខ្លួនឯងចោះប៉ុន្តែកុំធ្វើឲ្យគាត់មានអារម្មណ៍មួយថាគាត់ដូចរស់នៅក្នុងឋាននរកជាមួយនឹងអ្នកទាំងអស់គ្នាអញ្ចឹងយូរទៅការក្បត់មួយហ្នឹងគឺវាកាត់ឡើងដោយមិនដឹងខ្លួននោះទេមិនតែអ្នកទាំងអស់គ្នាបន្ទាប់ពីទស្សនាអេពីសូតនេះហើយអ្នកទាំងអស់គ្នាមាន comment អីអ្នកទាំងអស់គ្នាកុំភ្លេច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំផងហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តស្រឡាញ់ខ្ញុំក៏ដូចជាចង់ឲ្យកម្លាំងចិត្តមកកាន់ខ្ញុំបន្ថែមទៀតនៅក្នុងការធ្វើ content បែបនេះអ្នកទាំងអស់គ្នាកុំភ្លេច like share subscribe ទៅលើ platform ទាំង3របស់ខ្ញុំគឺមាន TikTok YouTube channel ក៏ដូចជា Facebook ជាមួយនឹង TikTok អ្នកទាំងអស់គ្នាវាយអក្សរដូចគ្នាអាណាចក្រតារានិករ podcast តែបើសិនជាអ្នកទាំងអស់គ្នាចង់មើលតាក់ទងជាមួយនឹង YouTube វិញអ្នកទាំងអស់គ្នាចូលទៅកាន់ YouTube ហើយវាពាក្យថាអាណាចក្រតារានិករ podcast by Aken អញ្ចឹងអ្នកទាំងអស់គ្នានឹងបានឃើញជាមួយនឹង YouTube channel របស់ខ្ញុំហើយខ្ញុំក៏សូមអរគុណទៅកាន់ Denchel ដែលគាត់បានឧបត្ថម្ភនៅក្នុងកម្មវិធីរបស់យើងបើសិនជាអ្នកទាំងអស់គ្នាចង់បានជាមួយនឹងក្រែមដែលមានគុណភាពខ្ពស់សាប៊ូកក់សក់ដៃល្អសាប៊ូដុសខ្លួនដៃល្អកុំភ្លេចជាមួយនឹងផលិតផល Denchel ហើយយើងជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលគឺម៉ោង 7:30 នាទីយប់ជារៀងរាល់ថ្ងៃសៅរ៍ឥឡូវហ្នឹងគឺមកដល់ទីបញ្ចប់ហើយអញ្ចឹងខ្ញុំអត់មាននិយាយអីច្រើនទេខ្ញុំមានតែពាក្យថាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រហើយសូមអរគុណម្ដងទៀតសូមជម្រាបលាបាយបាយ